រៀបសួរពុកម៉ែបងប្អូនទាំងអស់គ្នាសូមស្វាគមន៍មកកាន់ vlog ខ្ញុំវិញក្នុងវីដេអូថ្ងៃនេះខ្ញុំនឹងជិះ Bullet Train ពីតំបន់ភ្នំ Fuji ទៅទីក្រុងអូសាកាបើបងប្អូនចង់ដឹងថា Bullet Train នឹងលឿនប៉ុណ្ណានិងនៅទីក្រុងអូសាកាមានអ្វីខ្លះកុំភ្លេចមកទស្សនាវីដេអូនេះជាមួយខ្ញុំពេលនេះខ្ញុំក៏បានចេញពីអូតែនៅតំបន់ភ្នំ Fuji ទៅកាន់ស្ថានីយ៍ Shin Fujiពេលនេះពួកយើងក៏បានឈប់នៅតាមផ្លូវដើម្បីទិញនំនិងទឹកយកទៅញ៉ាំនៅលើ Bullet Train ប៉ុន្តែប្អូនខ្ញុំគាត់ក៏បានទិញពូកទឹកកតាឆ្មាឥឡូវនេះយើងមកដល់ស្ថានីយ៍រថភ្លើង Shin Fuji ហើយស្ថានីយ៍នេះរៀងទូចហើយក៏មិនសូវមានមនុស្សដែរចឹងតោះកុំឲ្យខាតពេលវេលាយូរយើងនឹងឡើងទៅកន្លែងដែលចាំមកទៀបភ្លើងនេះយើងកំពុងឡើងទៅហើយពេលនេះយើងក៏បានមកដល់កន្លែងរោងចាំមកទៀបភ្លើងលបឿនលឿនឬហៅថា Bullet Train នៅពេលដែលខ្ញុំកំពុងចាំមកទៀបភ្លើងគឺមាន Bullet Train ជិះកាត់ច្រើនមែនតើនេះអ្នកនរគ្នាមើលវីដេអូនេះ Bullet Train គេនឹងលឿនហើយនេះមើលប្អូនខ្ញុំគាត់យកទូរស័ព្ទខ្ញុំថតគាត់ស្បៀមស្គាល់គ្រាប់អីពេញហ្នឹងបន្ទាប់ពីចាំអស់រយៈពេល1សន្ទុះអាទៀបភ្លើងយើងក៏បានមកដល់ហើយខ្ញុំនឹងថតទៀតនៅពេលដែលខ្ញុំរកកៅអីរបស់ខ្ញុំឃើញខ្ញុំក៏បានមកដល់កៅអីរបស់ខ្ញុំហើយឥឡូវហ្នឹងយើងចេញដំណើរទៅទីក្រុងអូសាកាឥឡូវយើងកំពុងនៅលើ Bullet Train ហើយគេថា Bullet Train នេះជិះលឿនមែនតើមើល view ឯណានេះហើយខ្ញុំនឹងបង្ហាញថានៅលើ Bullet Train មានអ្វីខ្លះនេះគឺជាកៅអីគេគឺមាន leg room ច្រើនមែនតើហើយនេះគឺជា view របស់ខ្ញុំហើយយើងនឹងជិះរយៈពេល2ម៉ោងដើម្បីទៅអូសាកាពេលនេះយើងដល់អូសាកាហើយអញ្ចឹងយើងនឹងទៅដើរលេងក្នុងទីក្រុងអូសាកាហើយអ្នកគ្នាឥឡូវយើងដល់កន្លែងអូសាកា Castle នេះអ្នកគ្នាសពការសាក់បុរាណអ្នកគ្នាគឺស្អាតមែនតើចង់ពេលទៅដល់អូសាកា Castle យើងនឹងថតទៅនេះឥឡូវនេះកំពុងតែមេឃភ្លៀងហើយយើងកំពុងតែដើរចូលប្រាសាទអូសាកានេះគឺជាប្រាសាទអូសាកាគឺពិតជាស្រស់ស្អាតមែនទែនហើយធំមែនតើអ្នកគ្នាឥឡូវនេះយើងនឹងទៅកន្លែងផ្សេងទៀតហើយនៅកន្លែងហ្នឹងខ្ញុំក៏បានទិញនំកាក់ដែលមាន cheese ពីក្នុងឥឡូវនេះខ្ញុំនឹងភ្លក់ឆ្ងាញ់អ្នកទាំងអស់គ្នាអញ្ចឹងខ្ញុំឲ្យ10 លើ 10អូខេអ្នកគ្នាឥឡូវដល់កន្លែងដំណើរកំសាន្តយើងនេះគឺជាអាគារហើយយើងនឹងចូលទស្សនាទាំងអស់គ្នាហើយនេះយើងកំពុងឡើងចដាយន្តឥឡូវនេះពីននគឺឡើងទៅលើអីគេឥឡូវហ្នឹងគឺនៅទីក្រុងអូសាកាមកយូរទាំងអស់គ្នាណាអូគេឡើងទៅណាខ្ពស់ណាហើយគឺគេនេះ177ម៉ែត្រណាគ្នាអូ181ម៉ែត្រអូ181ម៉ែត្រច្រើនណាស់គ្នានេះមើលគេនេះមើលនេះហើយឡើងតិចនេះឡើងតិចដូចលាក់តិចមិនអង្សាននតាមទៅតិច13អង្សាមិន13ទេនេះគ្រាន់តែ3តាមមើលអូខេអ្នកគ្នាឥឡូវខ្ញុំដល់នៅលើអាគារនេះគឺនេះជា view គឺស្អាតគឺកពស់ហើយស្អាតមែនតើអ្នកគ្នាហ្នឹងហើយអ្នកគ្នាចឹងគឺនៅលើនេះងាយមែនតើគឺ13អង្សាអ្នកគ្នាហើយទីក្រុងអូសាកាគឺស្អាតមែនតើអ្នកគ្នានេះអ្នកគ្នាគឺជាទីក្រុងអូសាកាវ៉ាវស្អាតមែនតើអ្នកគ្នាហើយកន្លែងបន្ទាប់ដែលធ្វើដំណើរទៅគឺកន្លែងញ៉ាំអីឥឡូវនេះខ្ញុំកំពុងញ៉ាំម្ហូបបែបជប៉ុនម្ហូបនេះមានត្រី salmon miso soup បន្លែនិងមានម្ហូបផ្សេងទៀតបន្ទាប់ពីញ៉ាំរួចយើងក៏បានចេញដំណើរទៅអូតែនេះគឺជាកន្ទប់របស់អ្នកស្អាតមែនតើវ៉ាវគឺធំតែអ្នកគ្នាហើយនេះគឺជាតុបទឹក Yeah very spacious នេះណាមើលខាក្រែគេនេះគឺទូចៗសម្រាប់ឲ្យយើងគេម្នាក់ឯង
នេះគឺជាទូទស្សន៍ហើយកន្លែងនេះគេឆុងកាហ្វេឲ្យញ៉ាំហើយកន្ទប់នេះខ្ញុំកេងពីអ្នកបងប្រុសខ្ញុំចឹងវីដេអូញ៉ៃទី2មិនតែប៉ុណ្្នឹងទេញ៉ៃទី6ខ្ញុំនឹងផុសបន្តបន្ទាប់ទៀតបើបងប្អូនចូលចិត្តវីដេអូនេះកុំភ្លេចចុច like ហើយ share ម្នាក់មួយផងនិងក៏កុំភ្លេច follow ដែរហើយសូមជម្រាបលាបងប្អូនទាំងអស់គ្នាសូមអរគុណ